ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរនេះខ្ញុំចង់មកបង្ហាញបងប្អូនអំពីរបៀបភ្នាល់ហ្គេម Frog ឬក៏ហ្គេមប្រណាំងកង្កែបនៅក្នុង website Super 1 3 ដើមឬក៏បោះពី46ចានៅពេលបងប្អូនធ្វើការ login account បានជោគជ័យបងប្អូននឹងឃើញមានហ្គេមជាច្រើនបែបនេះអញ្ចឹងបងប្អូនជួយមើលមកខាងក្រោមបងប្អូននឹងឃើញគេដាក់ថា Game Frog ដែលមានរូបកង្កែបនេះបងប្អូនជួយចុចចូលមកចាបន្ទាប់មកគឺបងប្អូនចូលមកដល់ក្នុងហ្គេមរបស់យើងតែម្ដងចាសម្រាប់ហ្គេមនេះផងដែរគឺគេលេងទូទាយទៅលើចាសត្វកង្កែបរបស់យើងតើសត្វកង្កែបមួយណាដែលលោតបានចម្ងាយឆ្ងាយជាងគេគឺជាអ្នកឈ្នះចាសម្រាប់ហ្គេមនេះផងដែរគឺមាន3ជម្រើសក្នុងការភ្នាល់បងប្អូនអាចធ្វើការភ្នាល់ទៅលើជម្រើសទី1ទី2និងទី3ចាបើសិនជាកង្កែបរបស់យើងទី1លោតបានឆ្ងាយជាងគេនេះគឺយើងយកជាលទ្ធផលចាហើយកង្កែបរបស់យើងក៏មានឈ្មោះដែរបងប្អូនអាចមើលតាមនឹងបានដូចគ្នាបងប្អូនហៅឈ្មោះក៏បានឬក៏ហៅជម្រើសទី1ទី2ទី3ក៏បានដែរចាអញ្ចឹងកុំឲ្យខាតពេលវេលាយូរនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពីរបៀបភ្នាល់នៅក្នុងហ្គេមនេះតែម្ដងអញ្ចឹងទី1បងប្អូនជួយធ្វើការជ្រើសរើសការដើម្បីភ្នាល់មានពី$1រហូតដល់$100ចាបន្ទាប់មកចាបងប្អូនជួយយកកាក់នោះទៅដាក់លើជម្រើសភ្នាល់សត្វណាមួយដែលបងប្អូនស្រឡាញ់ចាអញ្ចឹងនេះខ្ញុំសូមយកជម្រើសលេខ1របស់យើងនិងលេខ3បន្ទាប់មកបងប្អូនចុចផ្លេសពណ៌ក្រហមកន្លែងនេះដើម្បីធ្វើការភ្នាល់អញ្ចឹងបន្ទាប់ពីអស់នីតិគឺកង្កែបរបស់យើងចាប់ផ្ដើមធ្វើការលោតហើយបងប្អូនចាអញ្ចឹងបងប្អូនអាចមើលបានអញ្ចឹងកង្កែបទី1របស់យើងគឺ100សង់ទីម៉ែត្រចាអញ្ចឹងគឺកង្កែបទី1របស់យើងគឺជាអ្នកឈ្នះអញ្ចឹងបងប្អូនភ្នាល់កន្លែងហ្នឹងគឺបងប្អូននឹងឈ្នះចាសម្រាប់ការភ្នាល់ទៅលើហ្គេមនេះគឺងាយស្រួលទេបងប្អូនអញ្ចឹងនៅខ្ញុំនឹងធ្វើការលម្អិតបន្ថែមអំពីមុខងារសំខាន់នៅក្នុងហ្គេមនេះផងដែរអញ្ចឹងទី1បងប្អូនជួយមើលមកខាងលើក៏ដាក់ថា Win Report បងប្អូនអាចចូលទៅមើលដែលហ្គេមដែលបងប្អូនភ្នាល់ឈ្នះចា result គឺជាលទ្ធផលហ្គេមដែលចេញរួចបងប្អូនអាចចូលទៅមើលបានចាហើយកន្លែង rule នេះបងប្អូនអាចចូលទៅមើលច្បាប់នៃការភ្នាល់របស់ហ្គេមយើងផងដែរអញ្ចឹងយើងចូលទៅទំព័រដើមយើងវិញចាខាងលើនេះគេដាក់ថា balance បងប្អូនអាចមើលទឹកប្រាក់ដែលមានក្នុង account outstanding ទឹកប្រាក់ដែលបងប្អូនភ្នាល់ប៉ុន្តែមិនទាន់ទូទាត់ខាងលើនេះគឺជាដៃហ្គេមរបស់យើងនិងនីតិដែលបងប្អូនអាចធ្វើការភ្នាល់បានខាងក្រោមនេះគឺជា limit សម្រាប់ការភ្នាល់ចាមានពី$1រហូតដល់$250អញ្ចឹងបងប្អូនអាចភ្នាល់តាមនឹងបានចាហើយសម្រាប់ខាងក្រោមនេះវិញបងប្អូននឹងឃើញគេដាក់ថា flash គឺយើងភ្នាល់ clear នេះគឺយើងលុបចោលមិនដែលបងប្អូនដាក់កាក់ទៅលើជម្រើសណាមួយហើយបងប្អូនមិនស្រឡាញ់យើង clear វាចោលបែបនេះចាហើយ repeat នឹងចាក់ដូច diamond ម្ដងទៀតចាកន្លែងនេះគឺជាចំនួនកាក់របស់យើងចាសម្រាប់ការថតបង្ហាញទៅលើហ្គេមកង្កែបរបស់យើងគឺនាងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់អាចទំនាក់ទំនងតាមលេខ hotline ឬក៏ Telegram នៅខាងក្រោមនេះបានចាសូមអរគុណសូមជម្រាបលា